ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកធ្វើអំពីលំហាត់ practice Linux មួយចំនួនអញ្ចឹងជាដំបូងមុននឹងការធ្វើលំហាត់យើងខ្ញុំសូម remote តាមរយៈ SSH ពី terminal ទៅកាន់ Ubuntu server ផងខ្ញុំសិនអញ្ចឹងខ្ញុំគ្រាន់តែវាយ SSH ឈ្មោះ username ហើយខ្ញុំវាយ add ជាមួយនឹង IP address របស់ Ubuntu server ផងខ្ញុំបន្ទាប់មកខ្ញុំវាយ password ហើយនោះខ្ញុំនឹងចូលទៅដល់ Ubuntu server ផងខ្ញុំសូមធ្វើការឆែក who am I មួយសិនដើម្បីដឹងថាតើខ្ញុំកំពុងតែឈរនៅ user មួយណាឥឡូវខ្ញុំកំពុងតែឈរនៅ user មួយឈ្មោះថា ខឹងសុខាឥឡូវយើងចូលមកកាន់លំហាត់ practice របស់យើងដែល part 1 គឺ package management exercise គឺទី1គឺយើងទៅ update ទៅលើ package list ដើម្បី update យើងគ្រាន់តែវាយ command sudo apt update ហើយយើងវាយ password មកនោះវានឹងធ្វើការទៅ update ទៅលើ package របស់យើងនៅ last version មានន័យថាវាទៅ update ដែលយក package នៅ version ចុងក្រោយគេបង្អស់ពី internet មកហើយឥឡូវខ្ញុំបាន update ជោគជ័យហើយចំណុចទី2យើងធ្វើការទៅ upgrade package ដែលយើងបាន install មានន័យថាយើងទៅ upgrade package ដែលយើងបាន install នៅក្នុងម៉ាស៊ីន Ubuntu server របស់យើងហ្នឹងដើម្បី update យើងគ្រាន់តែវាយ sudo apt upgrade មកខាងលើ update ខាងក្រោម upgrade អញ្ចឹងអានេះដូចគ្នាវាអាចនឹងយូរដោយសារតែខ្ញុំខាន upgrade view អញ្ចឹងខ្ញុំសូមធ្វើការកាត់នៅវីដេអូនៃការ upgrade អញ្ចឹងឥឡូវយើងធ្វើការ upgrade បានជោគជ័យខ្ញុំសូម clear វាចោលសិនអញ្ចឹងលំហាត់បន្ទាប់គឺយើងធ្វើការទៅ install នៅ package មួយដែលមានឈ្មោះថា nginx ដើម្បី install គឺយើងវាយ sudo apt install ហើយឈ្មោះ package ដែលយើងចង់ install ឈ្មោះ nginx អញ្ចឹងយើងគ្រាន់តែវាយ nginx មកហើយចំណុចបន្ទាប់គឺយើង check ទៅលើ service របស់ nginx ហ្នឹងថាវាកំពុងតែ running ឬក៏អត់ចឹងដើម្បី check ខ្ញុំគ្រាន់តែវាយ systemctl មានន័យថា system control បន្ទាប់មកខ្ញុំវាយជាមួយនឹង command status ហើយខ្ញុំវាយឈ្មោះ package ដែលយើងបាន download ហ្នឹងគឺ nginx ចឹងខ្ញុំ enter មកឃើញថាយើងទទួលបាន result គឺវាកំពុងតែ active running មានន័យថាវាកំពុងដំណើរការអញ្ចឹងដើម្បីចេញពីវាអ្នកទាំងអស់គ្នាគ្រាន់តែវាយគ្រាន់តែចុច Ctrl C ទៅវានឹង load ចេញមកវិញហើយចំណុចបន្ទាប់គឺយើងធ្វើការ remove package nginx ហ្នឹងវិញអញ្ចឹងដូចគ្នាពីការ install ដែរយើងគ្រាន់តែដូរពាក្យពី install មក remove យើងវាយ sudo apt remove nginx យើងវាយមកដូចយើងនឹង remove វាបានជោគជ័យដើម្បីបញ្ជាក់ថាវាបាន remove ហើយយើងវាយឆែកទៅលើ status វាម្ដងទៀតមកយើងវាយ system control status nginx វាយដែរមកនោះឃើញថាវាអត់មានactive កំពុង run ទេគឺវា inactive គឺវាចង់ថា service វាអត់មានទេឥឡូវចំណុចបន្ទាប់យើងចូលមកដល់ part 2 វិញម្ដងគឺតាក់ទងជាមួយនឹង Pi ដែលចំណុចទី6នេះគេឲ្យយើង display list file មានន័យថា display file ទាំងអស់ដែលមាននៅក្នុង directory របស់យើងអញ្ចឹងយើងគ្រាន់តែវាយ ls មកហើយមួយទៀតយើងអាចវាយ ls.clear .lh មានន័យថាយើង list ជា detail នោះវានឹង list ជា detail ឲ្យយើងហើយចំពោះចំណុចបន្ទាប់គឺចំណុចទី7ហ្នឹងគេឲ្យយើងប្រើ pipe ហ្នឹងមានន័យថាសញ្ញា/កដាលហ្នឹងដើម្បីទៅ filter រកតែ file ណាដែលមានកន្ទុយ .txt ឯងក្រៅពី .txt គឺយើងអត់យកមកហើយអញ្ចឹងយើងគ្រាន់តែវាយ ls.clear .lh បន្ទាប់មកយើងប្រើសញ្ញា pipe ហ្នឹងគឺយើងវាយពាក្យ grep ហើយយើងវាយជាមួយនឹង .txt ចឹងពេលខ្ញុំ enter មកវាមានតែ file ដែលមានកន្ទុយ .txt ឯជាក់ស្ដែងអា file មួយដែលមានឈ្មោះថា dev.opt folder ហ្នឹងគឺវាអត់មកជាមួយទេហើយចំពោះចំណុចបន្ទាប់គឺគេឲ្យយើង
ប្រើសញ្ញា pipe ហ្នឹងទៅ search មើល process របស់ service ASH ឬក៏ Nginx អញ្ចឹងខ្ញុំគ្រាន់តែវាយ ps.clear AUX បន្ទាប់មកខ្ញុំប្រើសញ្ញា pipe ហ្នឹងហើយខ្ញុំវាយឈ្មោះ service ដែលយើងចង់រកគឺ ASH ឬក៏ Nginx អញ្ចឹងខ្ញុំវាយ ASH មកវានឹងឃើញវានឹង load process របស់ ASH មកហើយខ្ញុំវាយ Nginx នោះវានឹង load process Nginx មកមានន័យថាវាទៅ filter មកមួយវាអត់មកម្ដងទាំងអស់អញ្ចឹងគោលបំណងដែលយើងប្រើ pipe ហ្នឹងគឺយើងទៅ filter វាមកមួយហើយបន្តមកទៀតគឺចំណុចទី9មានន័យថាគេឲ្យយើងប្រើសញ្ញាធំជាងនេះដើម្បីក្តោបនៅ file មួយ file ដែលមាននៅក្នុង list ទាំងអស់ហ្នឹងមកកាន់ file មួយដែលមានឈ្មោះថា output ចឹងឥឡូវខ្ញុំសុំធ្វើការ list មើលសិនយើងឃើញថា file ផងខ្ញុំមាន4 file បន្ទាប់មកខ្ញុំវាយ ls ប្រើសញ្ញាធំជាងហើយខ្ញុំបង្កើត file មួយដែលមានឈ្មោះថា output.txt មានន័យថាខ្ញុំក្តោប4 file ដែលមាននៅក្នុង list ទាំងអស់ហ្នឹងទៅក្នុង output.txt អញ្ចឹងខ្ញុំគ្រាន់តែវាយ cat output.txt មានន័យថាខ្ញុំទៅឆែកមើលតាក្នុង file output.txt ហ្នឹងមានអីខ្លះវានឹងចេញតែ file ហ្នឹងគឺមាន4 file នៅក្នុង list ហ្នឹងដែលវាចាប់យក file ទាំងអស់ហ្នឹងនៅក្នុង list មកដាក់នៅក្នុង file មួយដែលមានឈ្មោះថា output.txt ដែលខ្ញុំទៅបង្កើតមិញហ្នឹងចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹង part 3 គឺ firewall exercise ដែលចំណុចទី10នេះគេឲ្យយើងទៅឆែកនៅ firewall status ដើម្បីឆែកនៅ firewall status យើងឆែកតាម tool មួយដែលមានឈ្មោះថា UFW ដើម្បីឆែកយើងគ្រាន់តែវាយ sudo UFW status នោះវានឹងចេញ status យើងគឺ inactive មានន័យថាយើងអត់ទាន់បាន enable វាអញ្ចឹងចំណុចបន្ទាប់គឺទី11គេឲ្យយើងទៅ enable នៅ firewall ហ្នឹងអញ្ចឹងយើងគ្រាន់តែវាយដូចគ្នា sudo UFW enable ហើយយើង enter មកហើយយើងចុចវាយហើយដើម្បីឆែកវាយើងវាយ status មកនោះយើងនឹងឃើញថាយើងបាន enable វាហើយចំណុចបន្ទាប់គឺគេឲ្យយើងទៅ allow នៅ port 80អញ្ចឹងយើងគ្រាន់តែវាយទៅដូចគ្នា sudo UFW ហើយយើងគ្រាន់តែវាយ allow មកហើយយើងវាយលេខ80មានន័យថា port 80អញ្ចឹងយើងនឹងឃើញថាវា rule add មានន័យថាវាបាន allow នៅ port 80ហើយដើម្បីឆែកវាយើងគ្រាន់តែវាយដូចគ្នាមក status មកនោះយើងនឹងឃើញថា port 80យើងបាន allow ហើយចំណុចបន្ទាប់គឺគេឲ្យយើងទៅ allow នៅ ASH service អញ្ចឹងយើងវាយដូចគ្នា sudo UFW and បន្ទាប់មកយើងគ្រាន់តែវាយពាក្យថា allow ASH នោះវានឹងឃើញថា load ពាក្យ rule add មានន័យថាវា allow បាន success យើងគ្រាន់តែឆែក status វាមកនៅវានឹង load port មួយទៀតដែលមានលេខ22មានន័យថាជា port PON ASA អញ្ចឹងណាហើយបន្ទាប់មកចំណុចចុងក្រោយគឺគេគ្រាន់តែឲ្យយើងទៅ check ទៅលើ status វាម្ដងទៀតទេអញ្ចឹងយើងគ្រាន់តែវាយមកដូចជាអត់មានអីទេអញ្ចឹងលំហាត់ផងយើងមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់